The real deal. Khmer language. រាប់រយឆ្នាំមកនេះពួកសាសតីមិនបានថ្វាយបង្គំព្រះដោយវិញ្ញាណនិងសេចក្តីពិតដូចមានចែងក្នុងយ៉ូហាន 4:23 វាចែងថាប៉ុន្តែពេលវេលានឹងមកដល់ហើយឥឡូវនេះគឺជាពេលដែលអ្នកថ្វាយបង្គំពិតនឹងថ្វាយបង្គំព្រះបតាដោយវិញ្ញាណនិងសេចក្តីពិតត្បិតព្រះបតាកំពុងស្វែងរកមនុស្សបែបនេះដើម្បីថ្វាយបង្គំទ្រង់អ្នកគោរពប្រណិប័តពិតគឺជាគ្រីស្ទបរិស័ទពិតហើយអ្នកត្រូវតែយល់ថាអ្នកមិនមែននៅពេលនេះទេប៉ុន្តែសង្ឃឹមថាអ្នកនឹងមាននាពេលអនាគតមានសោកនាដកម្មមួយដែលបានកើតឡើងចំពោះគ្រីស្ទបរិស័ទនិងពួកបរិសុទ្ធដែលជាអ្នកជឿដ៏សុចរិតខាងវិញ្ញាណពួកគេត្រូវបានគេសម្លាប់ដោយអ្នកជឿផ្សេងទៀតដែលជាមនុស្សសុចរិតមនុស្សគ្រប់គ្នាបានហៅខ្លួនឯងថាជាគ្រីស្ទសាសនិកកាលពីរាប់រយឆ្នាំមុនដោយពួកគេហៅខ្លួនឯងសពថ្ងៃនេះដែរគ្រីស្ទបរិស័ទពិតគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្ដល់ឲ្យអ្នកនូវសេចក្តីពិតអំពីគម្ពីរសញ្ញាថ្មីដោយសារពួកគេមានព្រះវិញ្ញាណនៃសេចក្តីពិតនៅក្នុងពួកគេព្រះមានបញ្ជាព្រះដល់ព្រះយេស៊ូវហើយព្រះយេស៊ូវដល់ពួកសិស្សសេចក្តីពិតនិងអាចកំបាំងត្រូវបានបង្ហាញដល់ពួកសិស្សម៉ាកុស 4:11-12 ហើយទ្រង់មានបន្ទូលទៅពួកគេថាបានឲ្យអ្នករាល់គ្នាដឹងអាចកំបាំងនៃនគរព្រះប៉ុន្តែដល់អ្នកដែលនៅខាងក្រៅគ្រប់ទាំងអស់មកជាពាក្យប្រស្នា12ដើម្បីឲ្យឃើញគេមើលមិនដឹងហើយឬក៏មិនយល់ដែរលូកា 8:9-10 នោះពួកសិស្សទ្រង់សួរថាតើនេះជាអ្វី10ហើយទ្រង់មានបន្ទូលថាវាត្រូវបានប្រទានដល់អ្នកដើម្បីដឹងពីភាពអាចកំបាំងនៃនគរព្រះប៉ុន្តែចំពោះអ្នកឯទៀតវិញវាត្រូវបានផ្ដល់ជាឧទាហរណ៍ថាឃើញគេមិនអាចមើលឃើញហើយឬគេប្រហែលជាមិនយល់គ្រីស្ទបរិស័ទឆ្លងកាត់ដំណើរការរាប់ជាបរិសុទ្ធហើយក្លាយជាពួកបរិសុទ្ធដូច្នេះវាគឺជាគ្រីស្ទបរិស័ទនិងពួកបរិសុទ្ធដែលបង្រៀនអ្នកជឿអ្នកដែលមិនត្រូវបានទទួលបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងការបង្ហាញនៃព្រះវិញ្ញាណនៃសេចក្តីពិតអ្នកជឿត្រូវតែស្ដាប់ការពិតពីពួកគ្រីស្ទានពិតឬពួកបរិសុទ្ធរ៉ូម 8:8 ដូច្នេះអស់អ្នកដែលនៅក្នុងសាច់ឈាមមិនអាចគប់ព្រះハរតីព្រះបានឡើយ1កូរិនថូស 15:44វាត្រូវបានគេសាបព្រោះជារូបកាយដែលកើតឡើងជារូបកាយខាងវិញ្ញាណមានរូបកាយធម្មជាតិហើយក៏មានរូបកាយខាងវិញ្ញាណអេផេសូ 1:13 អ្នករាល់គ្នាបានទុកចិត្តក្នុងទ្រង់ដែលបន្ទាប់ពីអ្នកបានឮព្រះបន្ទូលនៃសេចក្តីពិតជាដំណឹងល្អនៃសេចក្តីសង្គ្រោះរបស់អ្នកហើយអ្នករាល់គ្នាក៏បានជឿហើយអ្នកត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃការសន្យាអ្នកត្រូវតែមានព្រះវិញ្ញាណនៃសេចក្តីពិតដើម្បីបង្រៀនសេចក្តីពិតមានតែគ្រីស្ទសាសនិកពិតនិងពួកបរិសុទ្ធប៉ុណ្ណោះដែលមានវិញ្ញាណនៃសេចក្តីពិតនៅក្នុងពួកគេយ៉ូហាន 16:13 ទោះយ៉ាងណាក៏ដោយនៅពេលដែលទ្រង់ដែលជាព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកទ្រង់នឹងដឹកនាំនោះទៅកាន់សេចក្តីពិតទាំងអស់ត្បិតទ្រង់នឹងមិននិយាយដោយអំណាចរបស់ទ្រង់ឡើយប៉ុន្តែអ្វីដែលទ្រង់បានឬទ្រង់នឹងមានបន្ទូលហើយទ្រង់នឹងប្រាប់អ្នកពីរឿងដែលនឹងមកដល់ព្រះនឹងថែរក្សាអ្នកដែលបានសម្លាប់គ្រីស្ទសាសនិកពិតនិងពួកបរិសុទ្ធការផ្ដោតអារម្មណ៍របស់ខ្ញុំគឺលើការធ្វើឲ្យអ្នកត្រៀមខ្លួនដើម្បីក្លាយជាពួកបរិសុទ្ធហើយមុននឹងអ្នកអាចក្លាយជាពួកបរិសុទ្ធអ្នកត្រូវតែក្លាយជាគ្រីស្ទានពិតជាមុនសិនគ្រីស្ទបរិស័ទពិតពោពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយនិយាយភាសាផ្សេងទៀតដូចមានចែងនៅក្នុងកិច្ចចក្រ 2:4 វាជារឿងគួរឲ្យហួសចិត្តដែលអ្នកដែលជាប់ពាក់ព័ន្ធក្នុងការសម្លាប់គ្រីស្ទានពិតហៅខ្លួនឯងថាជាគ្រីស្ទានមិនមានគ្រីស្ទានពិតមួយណាទេចាប់តាំងពីការសម្លាប់គ្រីស្ទានពិតទាំងអស់រាប់រយឆ្នាំមកហើយដោយសារតែអ្នកហៅខ្លួនឯងថាជាគ្រីស្ទសាសនិកមិនធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ឡើយអ្នកត្រូវតែបំពេញតាមនិយមន័យរបស់ព្រះនៅក្នុងគម្ពីរសញ្ញាថ្មីការយល់ដឹងអំពីសោកនាដកម្មនៃអ្វីដែលបានកើតឡើងចំពោះអ្នកជឿសាសតីគឺគ្រាន់តែប្រាសុបវិនិច្ឆ័យប៉ុណ្ណោះវាគឺជាអ្នកជឿសុចរិតខាងរូបកាយដែលចង់គ្រប់គ្រងអ្នកជឿសុចរិតខាងវិញ្ញាណជាមួយនឹងលុយអំណាចនិងការគ្រប់គ្រងមធ្យោបាយតែមួយគត់ដែលពួកគេអាចគ្រប់គ្រងពួកគេបានគឺដោយការសម្លាប់ពួកគេសុខចិត្តស្លាប់ជាជាងផ្លាស់ប្ដូរសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះដោយសារពួកគេមានព្រះវិញ្ញាណនៃសេចក្តីពិតនៅក្នុងពួកគេយ៉ូហាន 14:17 ព្រះវិញ្ញាណនៃសេចក្តីពិតដែលពិភពលោកមិនអាចទទួលបានទេពីព្រោះវាមិនបានឃើញទ្រង់ឬស្គាល់ទ្រង់ទេប៉ុន្តែអ្នកស្គាល់ទ្រង់ត្បិតទ្រង់គង់នៅជាមួយអ្នកហើយនឹងនៅក្នុងអ្នករាល់គ្នាតើមានអ្វីកើតឡើងបន្ទាប់ដែលពណ៌ដល់អ្នកជឿនិកាយនរណាម្នាក់អាចចាប់ផ្ដើមនិកាយដោយផ្អែកលើគំនិតរបស់ពួកគេផ្ទាល់នោះហើយជាមូលហេតុដែលមនុស្សជាច្រើនហៅសាសនាថាជាវាអាចផ្អែកលើការពិតតិចតួចឬគ្មានការពិតទាល់តែសោះសំណួរតើអ្នករំពឹងថានឹងមាននិកាយណាមួយបន្ទាប់ពីរាប់រយឆ្នាំមកហើយដើម្បីដឹងការពិតនៅពេលពួកគេចាប់ផ្ដើមដោយគ្មានការពិតដោយរបៀបណាដោយសារតែនិកាយមួយបានកើតឡើងហើយការបង្រៀននិទានរឿងមិនពិតរបស់ខ្លួនរហូតដល់វាក្លាយជាប្រពៃណីមិនធ្វើឲ្យវាក្លាយជាការពិតមិនមាននិកាយណាមួយដឹងថាម៉ាថាយ 28:19-20 គឺជានិយមន័យនៃគ្រីស្ទបរិស័ទទេឬថាយ៉ូហាន 3:5 ម៉ាកុស 16:16-18 កិច្ចការ 2:4 ឬសូម្បីតែយ៉ូហាន 3:16 កំណត់ថាគ្រីស្ទបរិស័ទជាអ្វី
គម្ពីរនីមួយទាំងនេះនិយាយអំពីព្រះវិញ្ញាណនៃព្រះគ្រីស្ទព្រះវិញ្ញាណនៃព្រះនិងព្រះវិញ្ញាណនៃសេចក្តីពិតដូចជាមនុស្សឆ្លាតដូចដែលមនុស្សគិតថាគាត់មិនអាចយល់ពីសេចក្តីពិតខាងវិញ្ញាណនៅក្នុងព្រះបន្ទូលរបស់ព្រះបានទេ1កូរិនថូស2:14តែមនុស្សធម្មជាតិមិនបានទទួលរបស់នៃព្រះវិញ្ញាណនៃព្រះទេពីព្រោះវាជាភាពល្ងង់ខ្លៅសម្រាប់គាត់ហើយក៏មិនអាចស្គាល់វាបានដែរពីព្រោះគេយល់ឃើញខាងវិញ្ញាណគ្រូកង្វាលឬអ្នកដឹកនាំដែលឈរនៅមុខក្រុមជំនុំដោយហៅខ្លួនគាត់ថាជាគ្រីស្ទបរិស័ទនិងជាគ្រីស្ទសាសនិកក្នុងក្រុមជំនុំមិនស្គាល់គម្ពីរសញ្ញាថ្មីហើយមិនដឹងថាព្រះរាជាណាចក្ររបស់ព្រះនិយាយអំពីអ្វីនោះទេហេតុអ្វីបានជាអ្នកមិនប្រៀបធៀបខ្លួនអ្នកទៅនឹងសិស្សដែលត្រូវបានគេហៅថាជាគ្រីស្ទានបន្ទាប់ពីពួកគេបានទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធកិច្ចការ11:25ពួកគេត្រូវបានបង្រៀនសេចក្តីពិតដោយព្រះយេស៊ូវពួកគេបានទទួលព្រះវិញ្ញាណនៃព្រះគ្រីស្ទយ៉ូហាន20:22ពួកគេបានទទួលព្រះវិញ្ញាណនៃព្រះនិងព្រះវិញ្ញាណនៃសេចក្តីពិតនៅពេលដែលពួកគេបានទទួលបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធកិច្ចការ2:4ហើយអ្នកត្រូវតែនិយាយភាសាផ្សេងម៉ាកុស15:17កិច្ចការ2:4ចែងថាហើយពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយចាប់ផ្ដើមនិយាយភាសាផ្សេងទៀតដោយព្រះវិញ្ញាណបានថ្លែងប្រាប់ពួកគេអ្នកត្រូវការព្រះវិញ្ញាណនៃព្រះគ្រីស្ទព្រះវិញ្ញាណនៃព្រះនិងព្រះវិញ្ញាណនៃសេចក្តីពិតដើម្បីបំពេញដោយព្រះវិញ្ញាណបរិសុទ្ធអ្នកដែលនិយាយភាសាដទៃឥឡូវនេះត្រូវការបង្រៀនសេចក្តីពិតមុននឹងអ្នកអាចទទួលបានព្រះវិញ្ញាណនៃសេចក្តីពិតអ្នកជឿម្នាក់ដោយគិតថាខ្លួនជាគ្រីស្ទបរិស័ទបាននិយាយថាពួកគេកើតនៅក្នុងនិកាយនេះហើយពួកគេនឹងស្លាប់នៅក្នុងនិកាយនេះដោយសារនិកាយនេះមានអាយុកាលរាប់រយឆ្នាំមកហើយវាបានក្លាយជាប្រពៃណីជាមួយនឹងការនិទានរឿងមិនពិតអ្នកជឿត្រូវតែយល់ថាបន្ទាប់ពីអ្នកស្លាប់ខាងរូបកាយអ្នកបន្តរស់នៅខាងវិញញ៉ានយ៉ូហាន5:29ហើយចេញមកអស់អ្នកដែលបានប្រព្រឹត្តអំពើល្អដល់ជីវិតរស់ឡើងវិញនិងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដល់ការរស់ឡើងវិញនៃការថ្កោលទោសគោលដៅរបស់ក្រុមជំនុំគឺធ្វើឲ្យអ្នកជឿក្លាយជាគ្រីស្ទសាសនិកនិងពួកបរិសុទ្ធព្រះវិហារមិនត្រូវបានបង្កើតឡើងដើម្បីបំពេញចិត្តឬធ្វើឲ្យអ្នកដឹកនាំក្រុមជំនុំក្លាយជាអ្នកមាននោះទេភ្ញាក់ឡើងស្ដាប់ហើយទទួលសេចក្តីពិតក្នុងព្រះបន្ទូលនៃព្រះក្នុងចិត្តអ្នក